nhóm công pung thưa ca bà nhóm công pung thưa cá sang lễ I am working I am working I am working okay I am working bà nhóm công pung thưa ca bà bằng một anh này I am working okay I ní nhóm bà am working bà bị work ní thưa ca bà đầu tiên dân pra anh ấy cái hai present continuous là bà bạn học បច្ចុប្បន្នការកំពុងបន្តបានណាកំពុងធ្វើអីមួយអញ្ចឹងទៅយើងប្រើ am working បាទអូខេអញ្ចឹងកំពុងធ្វើការបាទខ្ញុំកំពុងធ្វើការ I am working បងប្អូនចេះពាក្យអីផ្សេងដូចជាពាក្យវាញ៉ាំបាយញ៉ាំអីអញ្ចឹងទៅ I am eating rice អីអញ្ចឹងទៅហើយខ្ញុំកំពុងដើរ I am walking ខ្ញុំកំពុងស្ដាប់តន្ត្រី I am listening to music អីអញ្ចឹងទៅបងប្អូនចេះពាក្យផ្សេងគ្រាន់តែដូរទម្រង់បន្តិចទៅបានហើយបាទអូនជាកែវភ្នែករបស់បងបាទអូនជាកែវភ្នែករបស់បងឬមួយក៏បងជាកែវភ្នែករបស់អូននេះអញ្ចឹងបាទយើងនិយាយណាស្អីលើយើងប្រុសឬមួយក៏ស្រីណាបាទអូខេភាសាអង់គ្លេសនិយាយថា You are my sunshine You are my sunshine You are my sunshine អូខេ You are my sunshine បាទអូនជាកែវភ្នែករបស់បងឬមួយក៏បងជាកែវភ្នែករបស់អូនបាទអូខេបងប្អូនអានតាមនេះបានបាទ You are my sunshine អូខេ you're my sunshine បាទអូនជាកែវភ្នែករបស់បងបាទ you នេះអ្នកបាទឬមួយក៏យើងអ្នកតែយើងអាចបកប្រែថាអូនឬមួយក៏អុកក៏បងអញ្ចឹងបានណាបាទ you ភាសាអង់គ្លេសគេមានតែ you មួយតែខ្មែរយើងមានអូនមានបងមានអ្នកមានអីចឹងណាបាទបាទគឺជាបាទ my របស់ខ្ញុំ sunshine sunshine ណានេះបកប្រែវាធម្មតាថាជាពន្លឺព្រះអាទិត្យអីចឹងបាទប៉ុន្តែយើងបកប្រែនៅកន្លែងនេះបានថាអូនជាកែវភ្នែករបស់បងបាទលុយគឺពិបាករកណាស់បាទលុយគឺពិបាករកណាស់បាទលុយយើងបាក់រកអីចឹងបាទភាសាអង់គ្លេសនិយាយថា money does not grow on trees money does not grow on trees okay money does not grow on trees okay money does not grow on tree បាទលុយគឺពិបាករកបាទបងប្អូនអានតាមនេះបាន money does not grow on trees អូខេបាទ money នេះលុយបាទបើយើងបកប្រែន័យត្រង់គឺថាលុយមិនមែនដុះនៅលើដើមឈើទេបាទប៉ុន្តែយើងបកន័យនេះគឺអត្ថន័យរបស់វាគឺលុយគឺពិបាករកបានន័យថាលុយគឺពិបាករកណាបាទមិនបានន័យថាលុយមិនមែនដុះនៅលើដើមឈើទេបាទអត្ថន័យរបស់វាគឺលុយគឺពិបាករកណាស់បាទ money does not grow on trees កុំបង្ខំខ្ញុំបាទកុំបង្ខំខ្ញុំបាទភាសាអង់គ្លេសនិយាយថា don't force me don't force me don't force me អូខេ don't force me បាទកុំបង្ខំខ្ញុំគេបង្ខំអីមួយចឹងទៅហើយយើងនិយាយទៅវិញថា don't force me អូខេកុំបង្ខំខ្ញុំបាទ don't នេះកុំបាទ force នេះបង្ខំបាទ me នេះខ្ញុំអូខេបងប្អូនអានតាមនេះបានបាទ don't force me កុំស្អប់ខ្ញុំបាទកុំស្អប់ខ្ញុំភាសាអង់គ្លេសនិយាយថា don't hate me don't hate me don't hate me អូខេ don't hate me បាទកុំស្អប់ខ្ញុំបាទបងប្អូនអានតាមនេះបានបាទ don't hate me អូខេ don't នេះកុំបាទ hate នេះគឺស្អប់ me នេះខ្ញុំបាទអូខេកុំខឹងខ្ញុំបាទកុំខឹងខ្ញុំភាសាអង់គ្លេសនិយាយថា don't be angry with me don't be angry with me don't be angry with me អូខេ don't be angry with me បាទកុំខឹងខ្ញុំបាទអូខេ don't នេះកុំបាទ be angry បាទពាក្យ angry នេះគឺខឹងអូខេប៉ុន្តែវាដើរតួជាគុណនាមយើងត្រូវមាន be បាទកិច្ចសព្ទ to be angry អូខេបានថាកុំខឹង with me បាទ with me នេះជាមួយនឹងខ្ញុំបាទតែយើងអាចនិយាយកាត់ថាកុំខឹងខ្ញុំបាទ don't be angry with me បាទបងប្អូនអានតាមនេះបានបាទ don't be angry with me កុំចាក់ចេញពីខ្ញុំបាទកុំចាក់ចេញពីខ្ញុំភាសាអង់គ្លេសនិយាយថា don't leave me don't leave me don't leave me អូខេ don't leave me បាទកុំចាក់ចេញពីខ្ញុំបាទបងប្អូនអានតាមនេះបាទ don't leave me អូខេ don't នេះកុំបាទពាក្យពេញរបស់វា do not
okay leave leave នេះចាក់ចេញអីចឹងបាទ me នេះខ្ញុំបាទអញ្ចឹងខ្ញុំចាក់ចេញខ្ញុំ don't leave me បងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនិងការនិយាយភាសាអង់គ្លេសបងប្អូនអាចជាវសភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណខ្ញុំមិនអាចរងចាំទេបាទខ្ញុំមិនអាចរងចាំទេបាទភាសាអង់គ្លេសនិយាយថា I can't wait I can't wait I can't wait អូខេ I can't wait បាទខ្ញុំមិនអាចរងចាំទេបាទអូខេបងប្អូនអានតាមនេះបាន I can't wait អូខេ I នេះខ្ញុំបាទ can't can នេះមកពីពាក្យ cannot អូខេ I cannot wait បាទអាហ្នឹងពាក្យនេះពាក្យកាត់របស់វាបាទមិនអាចអូខេ wait wait នេះរងចាំបាទអញ្ចឹងខ្ញុំមិនអាចរងចាំទេបាទ I can't wait ខ្ញុំមិនយល់ទេបាទខ្ញុំមិនយល់ទេបាទភាសាអង់គ្លេសនិយាយថា I don't understand I don't understand I don't understand អូខេ I don't understand បាទខ្ញុំមិនយល់ទេបាទបងប្អូនអានតាមនេះបាន I don't understand អូខេបាទ I នេះខ្ញុំបាទ don't នេះបានន័យថាប្រយោគបដិសេធមិនអញ្ចឹងណាបាទពាក្យពេចន៍មកវា do not អូខេបាទ understand ហ្នឹងគឺយល់បាទដល់ពេលយើងអានេះបដិសេធនៅពីមុខខ្ញុំមិនយល់ទេបាទ I don't understand ខ្ញុំញ៉ាំគ្រឿងសមុទ្របាទខ្ញុំញ៉ាំគ្រឿងសមុទ្របាទញ៉ាំអាហារសមុទ្រណាបាទភាសាអង់គ្លេសនិយាយថា I eat seafood I eat seafood I eat seafood អូខេ I eat seafood បាទខ្ញុំញ៉ាំគ្រឿងសមុទ្របាទញ៉ាំអាហារសមុទ្របាទបងប្អូនអានតាមនេះបាន I eat seafood អូខេ I នេះខ្ញុំបាទ eat នេះញ៉ាំបាទ seafood បាទ seafood ហ្នឹងគ្រឿងសមុទ្រឬមកអាហារសមុទ្រហ្នឹងហើយបាទអូខេបងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនិងការនិយាយភាសាអង់គ្លេសបងប្អូនអាចជាវសភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណខ្ញុំផឹកកាហ្វេបាទអូខេខ្ញុំផឹកកាហ្វេភាសាអង់គ្លេសនិយាយថា I drink coffee I drink coffee I drink coffee អូខេ I drink coffee បាទខ្ញុំផឹកកាហ្វេបាទ I នេះបាទ I នេះខ្ញុំ drink នេះផឹកបាទ coffee នេះកាហ្វេបាទបងប្អូនអាចអានតាមនេះបានបាទ I drink coffee អូខេបើបងប្អូនចេះពាក្យអីផ្សេងទៀតក្រៅពីពាក្យកាហ្វេបើក្រៅពីពាក្យ coffee ហ្នឹងបងប្អូនអាចដូរវាមកឧទាហរណ៍ដូចជាបងប្អូនផឹកតែបាទ I drink tea បងប្អូនផឹកគេផឹកទឹកអីចឹងទៅ I drink water អីចឹងទៅហើយផឹកអីផ្សេងបងប្អូនគ្រាន់តែដូរពាក្យភាសាអង់គ្លេសដែលបងប្អូនចេះទៅបានហើយបាទខ្ញុំញ៉ាំបាយបាទខ្ញុំញ៉ាំបាយភាសាអង់គ្លេសនិយាយថា I eat rice I eat rice I eat rice អូខេ I eat rice បាទខ្ញុំញ៉ាំបាយបាទបងប្អូនអាចអានតាមនេះបានបាទ I eat rice អូខេ I នេះខ្ញុំបាទ eat នេះគឺញ៉ាំបាទបរិភោគញ៉ាំបាទ rice នេះគឺបាយបាទតើអ្នកនឹកខ្ញុំទេបាទតើអ្នកនឹកខ្ញុំទេបាទតើអ្នកនឹកខ្ញុំដែរទេបាទភាសាអង់គ្លេសនិយាយថា Do you miss me Do you miss me Do you miss me បាទ Do you miss me បាទតើអ្នកនឹកខ្ញុំដែរទេបាទតើអ្នកមាននឹកខ្ញុំដែរទេបាទ Do you miss me បាទបងប្អូនអានតាមនេះបាន Do you miss me បាទអូខេ Do នេះសំដៅលើប្រយោគសំណួរបាទ you នេះអ្នកបាទ miss នេះនឹកបាទ me នេះខ្ញុំបាទអញ្ចឹងតើអ្នកនឹកខ្ញុំដែរទេបាទតើអ្នកឈួតមែនទេបាទតើអ្នកឈួតមែនទេបាទនរណាមួយធ្វើឲ្យយើងខឹងអញ្ចឹងហើយយើងនិយាយពាក្យនឹងទៅគេបាទភាសាអង់គ្លេសនិយាយថា Are you crazy អូខេ Are you crazy Are you crazy អូខេ Are you crazy បាទតើអ្នកឈួតមែនទេបាទបងប្អូនអាចអានតាមនេះបាន Are you crazy បាទ Are you crazy បាទតើអ្នកឈួតមែនទេបាទធ្វើអីមួយដែលរាំងឡប់ធ្វើអីមួយអីចឹងទៅបាទយើងអាចនិយាយចឹងបានបាទ Are you crazy ខ្ញុំកំពុងរងចាំអ្នកបាទអូខេខ្ញុំកំពុងរងចាំអ្នកបាទភាសាអង់គ្លេសនិយាយថា am waiting for you am waiting for you am waiting for you បាទ am waiting for you បាទខ្ញុំកំពុងរងចាំអ្នកបាទ am នេះពាក្យពេញរបស់វា I am បាទ I am waiting for you បាទបងប្អូនអានតាមនេះបានបាទ am waiting for you បាទខ្ញុំកំពុងរងចាំអ្នក am waiting for នេះបានថាខ្ញុំកំពុងរងចាំអីមួយចឹងបាទ you នេះអ្នកបាទតើអ្នកស្រឡាញ់ខ្ញុំទេបាទតើអ្នកស្រឡាញ់ខ្ញុំទេបាទភាសាអង់គ្លេសនិយាយថា Do you love me Do you love me Do you love me បាទ Do you love me បាទតើអ្នកស្រឡាញ់ខ្ញុំទេបាទ
ok បងប្អូនអានតាមនេះបាទ do you love me បាទ do you love me បាទ do នេះនៅប្រើសម្រាប់នៅដើមប្រយោគនោះគឺសម្រាប់ប្រយោគសំណួរបាទ you នេះអ្នក love នេះស្រឡាញ់បាទ me នេះខ្ញុំបាទតើអ្នកស្រឡាញ់ខ្ញុំដែរទេបាទឬមួយក៏តើអូនស្រឡាញ់បងទេអញ្ចឹងណាបាទតើបងស្រឡាញ់អូនទេអញ្ចឹងទៅបាទអូខេខ្ញុំទៅធ្វើការបាទខ្ញុំទៅធ្វើការបាទភាសាអង់គ្លេសនិយាយថា I go to work I go to work I go to work អូខេ I go to work បាទខ្ញុំទៅធ្វើការបាទបងប្អូនអាចអានតាមនេះបានបាទ I go to work អូខេ I នេះខ្ញុំបាទ go to នេះទៅណាមួយអញ្ចឹងបាទ work នេះបាទធ្វើការបាទអញ្ចឹង I go to work បាទខ្ញុំទៅធ្វើការខ្ញុំញ៉ាំបាយបាទខ្ញុំញ៉ាំបាយភាសាអង់គ្លេសនិយាយថា I eat rice I eat rice I eat rice អូខេ I eat rice បាទខ្ញុំញ៉ាំបាយបាទបងប្អូនអាចអានតាមនេះបានបាទ I នេះខ្ញុំ eat បាទ eat នេះញ៉ាំ rice បាទ rice គឺបាយបាទអូខេ I eat rice បាទខ្ញុំញ៉ាំបាយបងប្អូនចេះពាក្យអីផ្សេងបងប្អូនអាចដូរបានបាទគ្រាន់តែដូរពាក្យ rice នេះចេញទៅបាទ I eat breakfast ខ្ញុំញ៉ាំអាហារពេលព្រឹក I eat lunch ខ្ញុំញ៉ាំអាហារថ្ងៃត្រង់អីចឹងទៅ I eat a sandwich បាទខ្ញុំញ៉ាំ sandwich មួយអីចឹងទៅបងប្អូនគ្រាន់តែដូរពាក្យទៅបាទខ្ញុំញ៉ាំអាហារពេលព្រឹកបាទខ្ញុំញ៉ាំអាហារពេលព្រឹកបាទភាសាអង់គ្លេសនិយាយថា I eat breakfast I eat breakfast I eat breakfast អូខេ I eat breakfast បាទខ្ញុំញ៉ាំអាហារពេលព្រឹកបងប្អូនអាចអានតាមនេះបានបាទ I eat breakfast អូខេ I នេះខ្ញុំបាទ eat នេះគឺញ៉ាំបាទ breakfast ហ្នឹងគឺអាហារពេលព្រឹកបាទខ្ញុំផឹកទឹកដោះគោបាទខ្ញុំផឹកទឹកដោះគោភាសាអង់គ្លេសនិយាយថា I drink milk I drink milk I drink milk អូខេ I drink milk បាទខ្ញុំផឹកទឹកដោះគោបាទបងប្អូនអាចអានតាមនេះបាន I drink milk អូខេ I នេះខ្ញុំបាទ drink ហ្នឹងគឺផឹក milk នេះគឺទឹកដោះគោបាទ I drink milk បាទខ្ញុំផឹកទឹកដោះគោខ្ញុំញ៉ាំ pizza បាទខ្ញុំញ៉ាំ pizza បាទភាសាអង់គ្លេសនិយាយថា I eat pizza I eat pizza I eat pizza អូខេ I eat pizza បាទខ្ញុំញ៉ាំ pizza បាទបងប្អូនអានតាមនេះបានបាទ I eat pizza អូខេ I នេះខ្ញុំបាទ eat បាទ eat នេះគឺញ៉ាំ pizza បាទ pizza ហ្នឹងគឺនំ pizza ហ្នឹងហើយបាទខ្ញុំទៅសាលារៀនបាទខ្ញុំទៅសាលារៀនភាសាអង់គ្លេសនិយាយថា I go to school I go to school I go to school អូខេ I go to school បាទខ្ញុំទៅសាលារៀនបាទបងប្អូនអានតាមនេះបាន I go to school អូខេ I នេះខ្ញុំបាទ go នេះទៅបាទ go to នោះទៅណាមួយអញ្ចឹងបាទ school បាទ school នេះគឺសាលារៀនបាទអូខេ I go to school ខ្ញុំទៅសាលារៀនបងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនិងការនិយាយភាសាអង់គ្លេសបងប្អូនអាចជាសភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណខ្ញុំទៅជាមួយអ្នកបាទខ្ញុំទៅជាមួយអ្នកភាសាអង់គ្លេសនិយាយថា I go with you I go with you I go with you អូខេ I go with you បាទខ្ញុំទៅជាមួយអ្នកបាទបងប្អូនអានតាមនេះបាន I go with you បាទ I go with you ខ្ញុំទៅណាមួយជាមួយអ្នកអីចឹងបាទ I នេះខ្ញុំបាទ go នេះទៅបាទ with បាទ go with ហ្នឹងទៅជាមួយបាទ you នេះអ្នកបាទអ្នកគឺឆ្លាតបាទអូខេអ្នកគឺឆ្លាតបាទភាសាអង់គ្លេសនិយាយថា you are smart you are smart you are smart អូខេ you are smart បាទអ្នកគឺឆ្លាតបាទយើងចង់ទៅសើនរណាគេមួយបាទអូខេបងប្អូនអានតាមនេះបានបាទ you are smart អូខេ you នេះអ្នកបាទ R នេះគឺបាទ smart ហ្នឹងគឺឆ្លាតបាទអញ្ចឹងយើងទៅសើគេថាឆ្លាតបាទ you are smart អ្នកគឺជាជីវិតរបស់ខ្ញុំបាទអូខេអ្នកគឺជាជីវិតរបស់ខ្ញុំបាទភាសាអង់គ្លេសនិយាយថា you are my life you are my life you are my life អូខេ you are my life បាទអ្នកគឺជាជីវិតរបស់ខ្ញុំបាទបងប្អូនអានតាមនេះបាទ you are my life បាទ you នេះអ្នកបាទអូខេ R នេះគឺបាទគឺជាបាទ my life ជីវិតរបស់ខ្ញុំបាទ
បងប្អូនដែលចង់រៀនភាសាអង់គ្លេសឆាប់ចេះនិយាយបងប្អូនអាចជាវសភៅទាំងពីរនេះទៅរៀនខ្លួនឯងបានបាទសូមអរគុណខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងបាទខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងភាសាអង់គ្លេសនិយាយថាបាទ I can do everything I can do everything I can do everything បាទ I can do everything បាទខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងបាទបងប្អូនអានតាមនេះបាន I can do everything អូខេ I can do everything បាទ I នឹងខ្ញុំបាទ can នេះអាចអូខេ do នេះធ្វើបាទ everything បាទ everything ហ្នឹងគឺអ្វីៗគ្រប់យ៉ាងបាទអញ្ចឹងខ្ញុំអាចធ្វើអ្វីៗគ្រប់យ៉ាងបាទ I can do everything អ្នកគឺស្អាតបាទអូខេអ្នកគឺស្រស់ស្អាតបាទយើងទៅសើគេបាទភាសាអង់គ្លេសនិយាយថា You are beautiful You are beautiful You are beautiful អូខេ You are beautiful បាទអ្នកគឺស្រស់ស្អាតបាទអូខេបងប្អូនអានតាមនេះបានបាទ You are beautiful អូខេ You are beautiful បាទអ្នកគឺស្រស់ស្អាតបាទខ្ញុំស្អប់អ្នកបាទខ្ញុំស្អប់អ្នកភាសាអង់គ្លេស I hate you I hate you I hate you អូខេ I hate you បាទខ្ញុំស្អប់អ្នកបាទបងប្អូនអានតាមនេះបាទ I hate you អូខេ I hate you ខ្ញុំស្អប់អ្នកបាទយើងមករៀនប្រយោគខ្ញុំស្រឡាញ់អ្នកឬមួយក៏បងស្រឡាញ់អូនបាទអូខេភាសាអង់គ្លេសនិយាយថា I love you I love you I love you អូខេ I love you បាទខ្ញុំស្រឡាញ់អ្នកឬមួយក៏បងស្រឡាញ់អូនបាទ I នេះខ្ញុំ love នេះបាទ love ហ្នឹងគឺស្រឡាញ់បាទ you នេះអ្នកអូខេខ្ញុំឃ្លានហើយបាទខ្ញុំហេវហើយបាទយើងឃ្លានអាហារអូខេភាសាអង់គ្លេស I am hungry I am hungry I am hungry អូខេបងប្អូនអាចអានតាមនេះបាទ I am hungry អូខេ I am hungry បាទខ្ញុំឃ្លានហើយបាទខ្ញុំហេវហើយបាទខ្ញុំកើតទុក្ខខ្លាំងណាស់បាទខ្ញុំកើតទុក្ខខ្លាំងណាស់ភាសាអង់គ្លេស I am very sad I am very sad I am very sad អូខេ I am very sad បងប្អូនអាចអានតាមនេះបាទ I am very sad អូខេ I នេះខ្ញុំបាទ am ហ្នឹងគឺអីមួយចឹងបាទ very sad អូខេ very sad ហ្នឹងបានន័យថា sad នេះមកប្រែការទុកដល់ពេលយើងដាក់ពាក្យ very នេះគឺបានថាខ្លាំងណាស់បាទអញ្ចឹងការទុកខ្លាំងណាស់បាទអូខេ I am very sad បាទបងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនិងការនិយាយភាសាអង់គ្លេសបងប្អូនអាចជាវសភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណតើបង្គន់នៅឯណាបាទអូខេយើងសួររកបង្គន់អនាម័យបាទអូខេយើងទៅបត់ដៃបត់ជើងបាទតើបង្គន់នៅឯណាភាសាអង់គ្លេស Where is the toilet Where is the toilet Where is the toilet អូខេយើងអានតាមនេះបានបាទ Where is the toilet អូខេ Where is the toilet បាទ Where នេះសំដៅរកសួរតើឯណាឯមួយចឹងទៅបាទ is the toilet បាទពាក្យ toilet នេះគឺបង្គន់បាទអូខេអញ្ចឹងតើបង្គន់គឺនៅឯណាបាទអូខេកុំចាក់ចេញពីខ្ញុំបាទអូខេកុំចាក់ចេញពីខ្ញុំភាសាអង់គ្លេស Don't leave me Don't leave me Don't leave me អូខេ Don't leave me បាទកុំចាក់ចេញពីខ្ញុំបាទ Don't បាទ Don't នេះគឺកុំ leave បាទ leave ហ្នឹងគឺចាក់ចេញបាទ me នេះខ្ញុំអូខេអញ្ចឹងកុំចាក់ចេញពីខ្ញុំបាទកុំចាក់ចេញពីអូនកុំចាក់ចេញពីបងបាទយើងអាចបកប្រែអញ្ចឹងបានបាទ Don't leave me កុំបង្ខំខ្ញុំបាទកុំបង្ខំខ្ញុំភាសាអង់គ្លេស Don't force me Don't force me Don't force me អូខេ Don't force me បាទកុំបង្ខំខ្ញុំបាទ Don't នេះកុំបាទអូខេ force ហ្នឹងគឺបង្ខំ me នេះខ្ញុំបាទអូខេតើខ្ញុំអាចថើបអ្នកបានទេបាទតើខ្ញុំអាចថើបអ្នកបានទេភាសាអង់គ្លេស Can I kiss you Can I kiss you Can I kiss you អូខេ Can I kiss you បាទតើខ្ញុំអាចថើបអ្នកបានទេអូខេយើងអាចអានតាមនេះបានបាទ Can I kiss you បាទ Can I kiss you Can ហ្នឹងសំដៅលើប្រយោគសំណួរបាទតើអាចអីមួយចឹងបាទ I នេះខ្ញុំ kiss នេះថើបបាទ you នេះអ្នកបាទអញ្ចឹងតើខ្ញុំអាចថើបអ្នកបានទេឬមួយក៏យើងអាចបកប្រែម្យ៉ាងទៀតបែបនៃ sweet ណាបាទតើបងអាចថើបអូនបានទេបាទ Can I kiss you ខ្ញុំទៅផ្សារបាទខ្ញុំទៅផ្សារភាសាអង់គ្លេសបាទ I go to market I go to market
I go to market okay I go to market បងប្អូនអាចអានតាមនេះបានបាទ I go to market បាទ I នេះខ្ញុំបាទពាក្យ go ហ្នឹងគឺទៅបាទអូខេ to market បាទ market នេះគឺផ្សារបាទអញ្ចឹងខ្ញុំទៅផ្សារបាទហើយបើបងប្អូនចេះពាក្យអីផ្សេងទៀតក្រៅពីពាក្យ market ដូចជាពាក្យសាលា school អីចឹងទៅឬមួយក៏ពាក្យមន្ទីរពេទ្យ hospital អីចឹងទៅពាក្យធនាគារ bank អីចឹងទៅបងប្អូនគាត់ថាដូរអានេះទៅហើយបងប្អូនយកប្រយោគហ្នឹងមកបង្កើត I go to school I go to the bank អីចឹងទៅបងប្អូនគាត់ថាដូរពាក្យបន្ទុយហ្នឹងទៅគឺអាចបានបង្កើតប្រយោគផ្សេងទៀតបានដែរបាទអូខេខ្ញុំលងស្រឡាញ់អ្នកបាទខ្ញុំលងស្រឡាញ់អ្នកភាសាអង់គ្លេស am in love with you am in love with you am in love with you អូខេ am in love with you បាទខ្ញុំលងស្រឡាញ់អ្នកបាទបងប្អូនអាចអានតាមនេះបានបាទ am អូខេពាក្យពេញរបស់វា I am បាទដល់ពេលយើងអាននៃពាក្យកាត់ am អូខេ am in love with you បាទអូខេ am in love with ហ្នឹងបានថាខ្ញុំលងបាទលងស្រឡាញ់អីមួយអញ្ចឹងបាទអូខេ you នេះអ្នកបាទអញ្ចឹងពាក្យ in love with ហ្នឹងគឺបានថាលងស្រឡាញ់បាទអូខេភ្ញាក់ឡើងបាទអូខេភ្ញាក់ឡើងនេះយើងដាស់ណាគេមួយភ្ញាក់ឡើងអញ្ចឹងបាទយើងដាស់ភ្ញាក់ឡើងបាទភ្ញាក់ឡើងភាសាអង់គ្លេស wake up wake up wake up អូខេយើងអាចនិយាយថា wake up wake up អូខេ wake up ហ្នឹងគឺភ្ញាក់ឡើងបងប្អូនអាចអានតាមនេះបានបាទ wake up យើងដាស់គេដាស់ណាគេភ្ញាក់ដល់ពេលព្រឹកអីភ្ញាក់អញ្ចឹងទៅបាទ wake up wake up អូខេខ្ញុំនឹកអ្នកខ្លាំងណាស់បាទខ្ញុំនឹកអ្នកខ្លាំងណាស់ភាសាអង់គ្លេស I miss you so much I miss you so much I miss you so much អូខេបងប្អូនអាចអានតាមនេះបានបាទ I miss you so much អូខេ I នេះខ្ញុំបាទ miss បាទ miss ហ្នឹងគឺនឹកបាទ you អ្នកបាទ so much នេះគឺខ្លាំងណាស់បាទអូខេអ្នកប្រៀបដូចពិភពលោកសម្រាប់ខ្ញុំបាទអ្នកប្រៀបដូចពិភពលោកសម្រាប់ខ្ញុំភាសាអង់គ្លេសបាទ you mean the world to me you mean the world to me អូខេ you mean the world to me បាទអ្នកប្រៀបដូចពិភពលោកសម្រាប់ខ្ញុំបាទបងប្អូនអាចអានតាមនេះបានបាទ you mean the world to me អូខេបងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនិងការនិយាយភាសាអង់គ្លេសបងប្អូនអាចទាវសៀវភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណខ្ញុំអស់កម្លាំងបាទអូខេខ្ញុំអស់កម្លាំងយើងចង់ប្រាប់ពេលថាយើងអស់កម្លាំងអីចឹងបាទអូខេ I am tired I am tired I am tired អូខេយើងអាចអានតាមនេះបានបាទ I am tired អូខេ I am tired បាទខ្ញុំអស់កម្លាំងបាទខ្ញុំគឺអស់កម្លាំងខ្ញុំអស់កម្លាំងអញ្ចឹងណាបាទតោះយើងមករៀនប្រយោគខ្ញុំលួចស្រឡាញ់អ្នកអីចឹងទៅភាសាអង់គ្លេសគេនិយាយថាម៉េចបាទនេះយើងមើលនេះខ្ញុំលួចស្រឡាញ់អ្នកបាទអូខេខ្ញុំលួចស្រឡាញ់អ្នកអានេះយើងសារភាពណាបាទភាសាអង់គ្លេសគេនិយាយថា I have a crush on you I have a crush on you I have a crush on you អូខេបងប្អូនអាចអានតាមនេះបានបាទ I have a crush on you អូខេ I have a crush on you បាទខ្ញុំលួចស្រឡាញ់អ្នកបាទអូខេយើងលួចស្រឡាញ់ណាម្នាក់ណាបាទខ្ញុំដើរលេងបាទខ្ញុំដើរលេងភាសាអង់គ្លេសនិយាយថា I go for a walk I go for a walk I go for a walk អូខេ I go for a walk បាទខ្ញុំដើរលេងបាទអូខេបងប្អូនអាចអានតាមនេះបាន I go for a walk អូខេ I នេះខ្ញុំបាទ go for a walk បាទពាក្យហ្នឹងទាំងដុំហ្មង go for a walk ហ្នឹងបានថាដើរលេងបាទយើងដើរលេងទៅសួនទៅអីចឹងណាបាទ I go for a walk ឈប់រំខានខ្ញុំបាទឈប់រំខានខ្ញុំភាសាអង់គ្លេសនិយាយថា stop bothering me stop bothering me stop bothering me អូខេ stop bothering me បាទ stop bothering me ហ្នឹងគឺឈប់រំខានខ្ញុំបាទបងប្អូនអានតាមនេះបានបាទ stop bothering me បាទ stop bothering me បាទឈប់រំខានខ្ញុំ stop នេះគឺឈប់បាទ bothering បាទ bothering នេះគឺមកពីពាក្យ border បាទ border ហ្នឹងគឺរំខានបាទតែសារយើងប្រើជាមួយ stop យើងត្រូវថែម ing បាទ stop bothering me បាទឈប់រំខានខ្ញុំ me នេះខ្ញុំបងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនិងការនិយាយភាសាអង់គ្លេសបងប្អូនអាចទាវសៀវភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណខ្ញុំមិនផឹកស្រាបៀរបាទខ្ញុំមិនផឹកស្រាបៀរអូខេភាសាអង់គ្លេសនិយាយថា I don't drink beer
I don't drink beer I don't drink beer okay I don't drink beer បាទខ្ញុំមិនផឹកស្រា beer បាទខ្ញុំមិនផឹកស្រា beer ទេអូខេបងប្អូនអានតាមនេះបាន I don't drink beer អូខេ I នេះខ្ញុំបាទ don't នេះបកប្រែថាមិនបាទពាក្យពេញរបស់វា do not បាទ I do not ឬមួយក៏ I don't នេះស្អីកាត់បាទអូខេ drink បាទ drink នេះផឹកបាទ beer នេះគឺស្រា beer បាទខ្ញុំទៅឆ្នេរសមុទ្របាទខ្ញុំទៅឆ្នេរសមុទ្រភាសាអង់គ្លេសនិយាយថា I go to the beach I go to the beach I go to the beach អូខេ I go to the beach បាទខ្ញុំទៅឆ្នេរសមុទ្របាទទៅសមុទ្រណាបាទបងប្អូនអានតាមនេះបាន I go to the beach អូខេ I នេះខ្ញុំបាទ go to បាទ go នេះទៅណាមួយអញ្ចឹងបាទ go to ទៅណាមួយអញ្ចឹងទៅបាទ the beach អូខេ beach នេះគឺឆ្នេរសមុទ្របាទអូខេអញ្ចឹងខ្ញុំទៅឆ្នេរសមុទ្របាទទៅលេងមាត់សមុទ្រទៅលេងឆ្នេរសមុទ្រទៅលេងសមុទ្រអញ្ចឹងណាបាទ I go to the beach សូមជួយខ្ញុំផងបាទសូមជួយខ្ញុំផងបាទភាសាអង់គ្លេសនិយាយថាបាទ please help me please help me please help me អូខេ please help me បាទសូមជួយខ្ញុំផងបាទបងប្អូនអានតាមនេះបានបាទ please help me អូខេ please នេះជាពាក្យគួរសមបាទសូម help នេះជួយបាទ me នេះខ្ញុំបាទ please help me បាទសូមជួយខ្ញុំផងសូមសម្អាតបន្ទប់របស់អ្នកបាទសូមសម្អាតបន្ទប់របស់អ្នកបាទភាសាអង់គ្លេសនិយាយថា please clean your room please clean your room please clean your room អូខេ please clean your room បាទសូមសម្អាតបន្ទប់របស់អ្នកបាទបងប្អូនអានតាមនេះបាន please clean your room អូខេបាទ please បាទ please នេះជាពាក្យគួរសមបាទសូម clean នេះសម្អាតបាទ your នេះរបស់អ្នកបាទ room បន្ទប់ your room បន្ទប់របស់អ្នកបាទ please clean your room សូមសម្អាតបន្ទប់របស់អ្នកបងប្អូនដែលចង់រៀនភាសាអង់គ្លេសឆាប់ចេះនិយាយបងប្អូនអាចជាវឈុតសភៅនេះទៅរៀននឹងខ្លួនឯងបានបាទសូមអរគុណចេញឲ្យឆ្ងាយបាទចេញឲ្យឆ្ងាយអានេះយើងដេញគេចេញណាបាទអូខេដេញឲ្យគេចេញទៅក្រៅចេញទៅឲ្យឆ្ងាយអញ្ចឹងទៅបាទភាសាអង់គ្លេសនិយាយថា go away go away go away អូខេ go away អូខេ go away go away បាទ go away បាទថាចេញឲ្យឆ្ងាយបាទចេញឲ្យឆ្ងាយបងប្អូនអានតាមនេះបានបាទ go away អូខេបាទ go និយាយទៅពាក្យពីរហ្នឹងគឺបកប្រែរួមគ្នាហ្មងបាទ go away បាទ go away ចេញឆ្ងាយបាទចេញទៅបាទចេញឆ្ងាយអ្នកមិនចូលចិត្តខ្ញុំទេបាទអ្នកមិនចូលចិត្តខ្ញុំទេបាទភាសាអង់គ្លេសនិយាយថា you don't like me you don't like me you don't like me អូខេ you don't like me បាទអ្នកមិនចូលចិត្តខ្ញុំទេបាទបងប្អូនអានតាមនេះបាន you don't like me អូខេបាទ you នេះអ្នកបាទ don't នេះបកប្រែថាមិនបាទបដិសេធបាទមិនពាក្យពេញរបស់វា do not អូខេ like នេះគឺចូលចិត្តបាទ me ខ្ញុំបាទដូច្នេះយើងបដិសេធ don't like មិនចូលចិត្តបាទអ្នកមិនចូលចិត្តខ្ញុំទេបាទ you don't like me សូមកុំយំបាទសូមកុំយំភាសាអង់គ្លេសនិយាយថា please don't cry please don't cry please don't cry អូខេ please don't cry បាទសូមកុំយំបាទបងប្អូនអានតាមនេះបាន please don't cry អូខេ please don't cry បាទ please នេះពាក្យគួរសមបាទសូម don't នេះមិនថាកុំឬមួយក៏មិនអីចឹងបាទកុំអានេះបកប្រែlạiនេះកុំបាទអូខេពាក្យពេញរបស់វា do not cry នេះគឺយំបាទ don't cry កុំយំបាទសូមកុំយំ please don't cry ខ្ញុំសូមគិតបន្តិចបាទខ្ញុំសូមគិតបន្តិចភាសាអង់គ្លេសនិយាយថាបាទ let me think let me think let me think អូខេ let me think បាទខ្ញុំសូមគិតបន្តិចទុកពេលខ្ញុំគិតបន្តិចអីចឹងណាបាទអូខេបងប្អូនអានតាមនេះបាន let me think អូខេ let me think បាទនិយាយទៅអានេះយើងអាចបកទាំងដុំហ្នឹងហ្មងបាទ let me think បាទតើខ្ញុំគិតបន្តិចបាទខ្ញុំសូមគិតបន្តិចបាទតើអ្នកអាចអោបខ្ញុំបានទេបាទតើអ្នកអាចអោបខ្ញុំបានទេបាទភាសាអង់គ្លេសនិយាយថា can you hug me can you hug me can you hug me បាទ can you hug me បាទតើអ្នកអាចអោបខ្ញុំបានទេបាទបងប្អូនអានតាមទីបាន can you hug me អូខេ can បាទតើអាចបាទតើអាចអីមួយអញ្ចឹងបាទប្រើក្នុងប្រយោគសំណួរ you អ្នក hug នេះអោបបាទ
me ខ្ញុំបាទតើអ្នកអាចអោបខ្ញុំបានទេបាទ Can you help me ខ្ញុំភ្លេចបាត់ហើយបាទខ្ញុំភ្លេចបាត់ហើយភាសាអង់គ្លេសនិយាយថា I forgot that I forgot that I forgot that អូខេ I forgot that អូខេបាទខ្ញុំបានភ្លេចបាត់ហើយបាទខ្ញុំភ្លេចបាត់ហើយអញ្ចឹងបាទអូខេបងប្អូនអានតាមនេះបានបាទ I forgot that អូខេ I នេះខ្ញុំបាទ forgot ហ្នឹងបានភ្លេចបាទបានភ្លេចមកពីពាក្យ forget ភ្លេចបាទដល់ពេលនេះគឺប្រើក្នុងទម្រង់អតីតបាទថាយើងបានភ្លេចរឿងហ្នឹងបាត់ទៅហើយអញ្ចឹងបាទ I forgot that អូខេខ្ញុំត្រូវការអ្នកក្រពែលបាទខ្ញុំត្រូវការអ្នកក្រពែលភាសាអង់គ្លេសនិយាយថា I need you all the time I need you all the time I need you all the time អូខេ I need you all the time បាទខ្ញុំត្រូវការអ្នកគ្រប់ពេលបាទអូខេបងប្អូនអានតាមនេះបាន I need you all the time អូខេ I នេះខ្ញុំបាទ need នេះត្រូវការបាទ you អ្នក all the time បាទ all the time ហ្នឹងបានថាគ្រប់ពេលបាទ all the time បាទគ្រប់ពេលបងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនិងការនិយាយភាសាអង់គ្លេសបងប្អូនអាចទាញសៀវភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណអ្នកគឺជាពិភពលោករបស់ខ្ញុំបាទអ្នកគឺជាពិភពលោករបស់ខ្ញុំបាទភាសាស្នេហាណាបាទអូខេភាសាអង់គ្លេសនិយាយថា You are my world You are my world You are my world អូខេ You're my world បាទអ្នកគឺជាពិភពលោករបស់ខ្ញុំបងប្អូនអានតាមនេះបានបាទ You are my world អូខេបាទ you នេះអ្នកបាទ are គឺអូខេគឺជាណាបាទ my world អូខេ my world បាទ world នេះគឺពិភពលោកបាទ my របស់ខ្ញុំ my world នឹងពិភពលោករបស់ខ្ញុំបាទខ្ញុំនៅទីនេះសម្រាប់អ្នកបាទខ្ញុំនៅទីនេះសម្រាប់អ្នកភាសាអង់គ្លេសនិយាយថា I'm here for you I'm here for you I'm here for you អូខេI'm here for you បាទ I'm here for you បាទខ្ញុំនៅទីនេះសម្រាប់អ្នកបាទបងប្អូនអានតាមនេះបាន I'm here for you អូខេបាទ am នេះពាក្យពេញរបស់វា I am អូខេ I am បាទខ្ញុំគឺអីមួយចឹងទៅបាទ I'm here បាទខ្ញុំនៅទីនេះបាទ here នេះទីនេះ for you បាទ for នេះសម្រាប់ you នេះអ្នកបាទអញ្ចឹង I'm here for you បាទខ្ញុំនៅទីនេះសម្រាប់អ្នកខ្ញុំមិនអាចទុកអ្នកឲ្យនៅម្នាក់ឯងឡើយបាទខ្ញុំមិនអាចទុកអ្នកឲ្យនៅម្នាក់ឯងឡើយបាទខ្ញុំមិនអាចចាក់ចេញពីអ្នកអីចឹងណាបាទអូខេភាសាអង់គ្លេសនិយាយថា I can't leave you alone I can't leave you alone I can't leave you alone អូខេ I can't leave you alone បាទខ្ញុំមិនអាចទុកអ្នកឲ្យនៅម្នាក់ឯងឡើយបាទបងប្អូនអានតាមនេះបាន I can't leave you alone អូខេ I នេះខ្ញុំបាទ can't អូខេ can't នេះមកពីពាក្យ cannot អូខេបាទមិនអាចអូខេ leave នេះចាក់ចេញ you អ្នកបាទ alone នេះម្នាក់ឯងបាទអញ្ចឹងខ្ញុំមិនអាចទុកឲ្យអ្នកនៅម្នាក់ឯងឡើយបាទបកប្រែណាអូខេខ្ញុំលេងបិទពួនបាទខ្ញុំលេងបិទពួនបាទកាលនៅពីក្មេងណាយើងលេងបិទពួនតើភាសាអង់គ្លេសគេនិយាយថាម៉េចបាទយើងមើលនេះបាទភាសាអង់គ្លេសគេនិយាយថា I play hide and seek I play hide and seek I play hide and seek អូខេ I play hide and seek បាទខ្ញុំលេងបិទពួនបាទបងប្អូនអានតាមនេះបានបាទ I play hide and seek អូខេ I នេះខ្ញុំបាទ play នេះបានថាលេងបាទពាក្យ hide and seek hide and seek ហ្នឹងគឺបិទពួនបាទលេងល្បែងយើងលាក់ខ្លួននៅពីក្មេងណាបាទលេងបិទពួនណាបាទបងប្អូនខ្ញុំបារម្ភពីអ្នកបាទខ្ញុំបារម្ភពីអ្នកភាសាអង់គ្លេសនិយាយថា I care about you I care about you I care about you អូខេ I care about you បាទខ្ញុំបារម្ភពីអ្នកបាទបងប្អូនអានតាមនេះបាទ I care about you អូខេ I នេះខ្ញុំបាទ care បាទអា care នេះបារម្ភបាទព្រួយបារម្ភខ្វល់ខ្វាយអញ្ចឹងបាទ about ហ្នឹងអំពីបាទពីអីចឹងបាទ you អ្នកបាទអញ្ចឹង care about you ហ្នឹងគឺបារម្ភពីអ្នកបាទ I care about you ខ្ញុំបារម្ភពីអ្នកខ្ញុំមិនខ្វល់ពីអ្នកបាទខ្ញុំមិនខ្វល់ពីអ្នកភាសាអង់គ្លេសនិយាយថា I don't care about you
I don't care about you I don't care about you okay I don't care about you បាទខ្ញុំមិនខ្វល់ពីអ្នកបាទបងប្អូនអានតាមនេះបានបាទ I don't care about you okay I don't I នេះខ្ញុំបាទ don't នេះមិនបាទបដិសេធបាទមកពីពាក្យ do not care នេះបារម្ភខ្វល់ខ្វាយអញ្ចឹងបាទដល់ពេលយើងដាក់ don't ពីមុខបានថាមិនខ្វល់បាទអូខេ about អំពីបាទ you អ្នកបាទអញ្ចឹង I don't care about you បាទខ្ញុំមិនខ្វល់ពីអ្នកបាទខ្ញុំស្ដាប់តន្ត្រីបាទខ្ញុំស្ដាប់តន្ត្រីបាទខ្ញុំស្ដាប់បទចម្រៀងណាបាទភាសាអង់គ្លេសនិយាយថា I listen to music I listen to music I listen to music okay I listen to music បាទខ្ញុំស្ដាប់តន្ត្រីបាទ I listen to music okay I នេះខ្ញុំបាទ listen to music ហ្នឹងបានស្ដាប់តន្ត្រីបាទស្ដាប់បទចម្រៀងណាបាទអូខេបងប្អូនដែលចង់រៀនភាសាអង់គ្លេសឆាប់ចេះនិយាយបងប្អូនអាចជាវឈុតសភៅនេះទៅរៀនខ្លួនឯងបានបាទសូមអរគុណខ្ញុំចូលចិត្តអ្នកបាទខ្ញុំចូលចិត្តអ្នកភាសាអង់គ្លេសគេនិយាយថា I like you I like you I like you okay I like you បាទខ្ញុំចូលចិត្តអ្នកបាទបងប្អូនអានតាមនេះបានបាទ I like you okay I នឹងខ្ញុំបាទ like នេះគឺចូលចិត្តបាទ you នេះអ្នកអូខេ I like you បាទខ្ញុំចូលចិត្តអ្នកបាទកុំបោះបង់បាទកុំបោះបង់ភាសាអង់គ្លេសនិយាយថា don't give up don't give up don't give up អូខេ don't give up បាទកុំបោះបង់បាទអូខេយើងប្រាប់នរណាម្នាក់កុំឲ្យបោះបង់អីមួយអញ្ចឹងបាទបងប្អូនអាចអានតាមនេះបានបាទ don't give up អូខេ don't give up បាទ don't ហ្នឹងគឺកុំ give up បាទពាក្យ give up ហ្នឹងគឺបោះបង់បាទអញ្ចឹងយើងកុំបោះបង់ don't give up មកទីនេះបាទអូខេមកទីនេះឬមួយក៏មកនេះបាទយើងឲ្យគេនេះអញ្ចឹងបាទភាសាអង់គ្លេសនិយាយថា come here come here come here អូខេ come បាទបងប្អូនអាចអានតាមនេះបាទ come here បាទ come here come ហ្នឹងបកប្រែថាមកបាទ here នេះទីនេះឬមួយក៏នេះអញ្ចឹងបាទ come here បាទមកនេះបាទមកនេះឬមួយក៏មកទីនេះបាទខ្ញុំមិនបោះបង់ឡើយបាទខ្ញុំមិនបោះបង់ឡើយបាទភាសាអង់គ្លេសនិយាយថា I don't give up I don't give up I don't give up អូខេ I don't give up បាទខ្ញុំមិនបោះបង់ឡើយបាទអូខេយើងធ្វើកិច្ចការមួយយើងមិនព្រមបោះបង់អញ្ចឹងទៅយើងអាចនិយាយថា I don't give up បាទអូខេនេះយើងអាចអានតាមនេះបាន I don't give up អូខេ I don't give up បាទខ្ញុំមិនបោះបង់ឡើយបាទខ្ញុំមិនបោះបង់ជាដាច់ខាតអូខេខ្ញុំលងស្រឡាញ់អ្នកបាទខ្ញុំលងស្រឡាញ់អ្នកភាសាអង់គ្លេស I fall in love with you I fall in love with you I fall in love with you អូខេ I fall in love with you បាទខ្ញុំលងស្រឡាញ់អ្នកបាទឬមួយខ្ញុំធ្លាក់ក្នុងលងស្នេហ៍អ្នកអីចឹងបាទអូខេបងប្អូនអាចអានតាមនេះបានបាទ I fall in love with you អូខេ I នឹងខ្ញុំបាទ fall in love បាទ fall in love with ហ្នឹងបានថាលងស្រឡាញ់ណាបាទធ្លាក់ក្នុងលងស្នេហ៍បាទលងស្រឡាញ់បាទ you នេះអ្នកបាទអូខេអញ្ចឹងខ្ញុំលងស្រឡាញ់អ្នក I fall in love with you ខ្ញុំខឹងអ្នកបាទអូខេខ្ញុំខឹងអ្នកភាសាអង់គ្លេសនិយាយថា I am angry with you I am angry with you I am angry with you អូខេ I am angry with you បាទខ្ញុំខឹងអ្នកបាទអូខេយើងខឹងតែគេមួយយើងអាចនិយាយថា I am angry with you បាទអូខេយើងអន់ចិត្តអីចឹងណាបាទយើងអាចអានតាមនេះបានបាទ I am angry with you បាទអូខេ I នឹងខ្ញុំបាទ am គឺបាទអូខេ angry with បាទ angry with ហ្នឹងបានថាខឹងបាទយើងខឹងជាមួយណាមួយយើងខឹងណាមួយអញ្ចឹងបាទអូខេ you នេះអ្នកបាទអញ្ចឹង I am angry with you បាទខ្ញុំខឹងអ្នកបាទចេញក្រៅបាទចេញក្រៅយើងឲ្យណាគេចេញក្រៅអញ្ចឹងបាទចេញក្រៅអូខេចេញក្រៅភាសាអង់គ្លេស go out go out go out អូខេនេះបងប្អូនអាចអានតាមនេះបានបាទ go out អូខេ go out ហ្នឹងបានថាចេញក្រៅបាទ go នេះទៅបាទout នេះបានថាខាងក្រៅអញ្ចឹងបាទចេញទៅក្រៅបាទអូខេ go out សូមអត់ទោសឲ្យខ្ញុំផងបាទអូខេសូមអត់ទោសខ្ញុំផងបាទយើងសុំនរណាម្នាក់ឲ្យលើកលែងទោសឲ្យយើងអញ្ចឹងបាទអូខេ please forgive me please forgive me please
forgive me okay please forgive me បាទសូមអត់ទោសបាទសូមលើកលែងទោសឲ្យខ្ញុំផងបាទអូខេយើងអាចអានតាមនេះបានបាទ please forgive me បាទអូខេ please នេះយើងអាចបកប្រែថាសូមបាទអូខេសូម forgive បាទ forgive ហ្នឹងអត់ទោសឲ្យឬមួយក៏លើកលែងទោសអីចឹងបាទអូខេ me នេះខ្ញុំបាទអញ្ចឹង please forgive me បាទសូមអត់ទោសឲ្យខ្ញុំផងសូមលើកលែងទោសឲ្យខ្ញុំផងបាទខ្ញុំជាអ្នកប៉ាវបាទអូខេខ្ញុំជាអ្នកប៉ាវខ្ញុំជាអ្នកចេញលុយបាទយើងទៅញ៉ាំអីនៅក្រៅហើយយើងថាយើងអ្នកចេញលុយអីចឹងណាបាទអូខេភាសាអង់គ្លេសនិយាយថា I will pay I will pay I will pay អូខេ I will pay បងប្អូនអាចអានតាមនេះបានបាទ I will pay បាទ I នេះខ្ញុំបាទ will នេះនឹងបាទនឹងឯមួយចឹងបាទ pay នេះប៉ាវឬមួយក៏ចេញលុយបាទអូខេអញ្ចឹងខ្ញុំជាអ្នកចេញលុយខ្ញុំជាអ្នកប៉ាវបាទខ្ញុំហត់នឿយបាទឬមួយក៏ខ្ញុំអស់កម្លាំងបាទខ្ញុំនឿយហត់ឬមួយក៏ខ្ញុំអស់កម្លាំងណាបាទភាសាអង់គ្លេសនិយាយថា I am tired I am tired I am tired អូខេ I am tired បាទខ្ញុំហត់នឿយបាទខ្ញុំនឿយហត់បាទឬមួយក៏ខ្ញុំអស់កម្លាំងបាទអូខេបងប្អូនអាចអានតាមនេះបានបាទ I am tired I am tired បាទអូខេ I នេះខ្ញុំបាទ am នេះគឺបាទអូខេ tired នេះបាទហត់នឿយឬមួយក៏អស់កម្លាំងបាទអូខេខ្ញុំស្អប់អ្នកបាទខ្ញុំស្អប់អ្នកភាសាអង់គ្លេស I hate you I hate you I hate you អូខេ I hate you បាទខ្ញុំស្អប់អ្នកបាទបងប្អូនអានតាមនេះបានបាទ I hate you បាទ I នឹងខ្ញុំបាទ hate នេះគឺស្អប់បាទ you នេះអ្នកបាទខ្ញុំស្អប់អ្នកបាទខ្ញុំត្រូវការអ្នកបាទខ្ញុំត្រូវការអ្នកបាទភាសាអង់គ្លេសនិយាយថា I need you I need you I need you បាទ I need you ខ្ញុំត្រូវការអ្នកបាទបងប្អូនអាចអានតាមនេះបាន I need you បាទ I need you បាទ I នឹងខ្ញុំ need នេះត្រូវការបាទ you នេះអ្នកបាទ I need you ខ្ញុំត្រូវការអ្នកកុំទៅបាទអូខេកុំទៅបាទយើងហាមតាណាមួយកុំឲ្យតាណាអញ្ចឹងបាទកុំទៅបាទភាសាអង់គ្លេសនិយាយថា don't go don't go don't go អូខេបាទ don't go បាទកុំទៅបាទបងប្អូនអាចអានតាមនេះបានបាទ don't go បាទ don't នេះគឺបានន័យថាកុំបាទយើងហាមបាទកុំ go នេះទៅបាទ don't go កុំទៅកុំលេងបាទអូខេកុំលេងបាទយើងហាមតាណាមួយកុំឲ្យលេងអីអញ្ចឹងបាទភាសាអង់គ្លេសនិយាយថា don't play don't play don't play អូខេ don't play បាទកុំលេងបាទអូខេបងប្អូនអានតាមនេះបាទ don't play បាទពាក្យ don't នេះគឺកុំបាទយើងហាមថាកុំបាទអូខេ play នេះលេងបាទលេងអីមួយអញ្ចឹងបាទយើង don't play កុំលេងបាទកុំប៉ះភ្លើងបាទកុំប៉ះភ្លើងឬមួយកុំលេងភ្លើងបាទយើងហាមក្មេងៗអញ្ចឹងបាទអូខេភាសាអង់គ្លេសនិយាយថា don't touch fire don't touch fire don't touch fire បាទបងប្អូនអានតាមនេះបាន don't touch fire អូខេបាទ don't ហ្នឹងបងប្រែថាកុំបាទ touch នេះប៉ះបាទអូខេ fire នេះភ្លើងបាទភ្លើងអញ្ចឹង don't touch fire កុំប៉ះភ្លើងឬមួយក៏កុំលេងភ្លើងបាទខ្ញុំសប្បាយចិត្តបាទខ្ញុំសប្បាយចិត្តភាសាអង់គ្លេសនិយាយថា I am happy I am happy I am happy អូខេ I am happy បាទខ្ញុំសប្បាយចិត្តបាទបងប្អូនអាចអានតាមនេះបាន I am happy អូខេ I នេះខ្ញុំបាទ am នេះបកប្រែថាគឺអីចឹងណាបាទ happy happy ហ្នឹងគឺសប្បាយចិត្តបាទរីករាយសប្បាយចិត្តបាទ I am happy ខ្ញុំសប្បាយចិត្តឬមួយខ្ញុំរីករាយចឹងទៅបាទអ្នកគឺជាមនុស្សដែលខ្ញុំលួចស្រឡាញ់បាទអ្នកគឺជាមនុស្សដែលខ្ញុំលួចស្រឡាញ់ភាសាអង់គ្លេសនិយាយថា You are my crush You are my crush You are my crush អូខេ You are my crush បាទអ្នកជាមនុស្សដែលខ្ញុំលួចស្រឡាញ់បាទអូខេយើងអាចអានតាមនេះបាទ You are my crush អូខេ You are my crush បាទអ្នកជាមនុស្សដែលខ្ញុំលួចស្រឡាញ់អ្នកដែលជាមនុស្សដែលខ្ញុំក្រាស់អីចឹងណាបាទដែលយើងនិយាយធម្មតាអ្នកខ្លះគេនិយាយថាអូខ្ញុំក្រាស់អ្នកនេះខ្ញុំក្រាស់អ្នកនោះអីចឹងបាទលួចស្រឡាញ់វា crush ហ្នឹងបាទខ្ញុំប្រាប់អ្នកការពិតបាទអូខេខ្ញុំប្រាប់អ្នកការពិតឬមួយក៏ខ្ញុំប្រាប់អ្នកតាមត្រង់អីចឹងបាទភាសាអង់គ្លេសនិយាយថា I tell you the truth I tell you the truth I tell you the truth អូខេ I tell you the truth បាទខ្ញុំប្រាប់អ្នកការពិតបាទខ្ញុំប្រាប់អ្នកតាមត្រង់អូខេ
บางคนอ่านตามที่บ้านบ่า I tell you the truth โอเค I นี่ខ្ញុំบ่า tell นี่ប្រាប់บ่า you អ្នក the truth โอเค the truth นั่นคือការពិតបាទពាក្យ truth นั่นคือការពិតបាទបងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនឹងការនិយាយភាសាអង់គ្លេសបងប្អូនអាចជាសភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណហេតុអ្វីបានជាអ្នកយឺតបាទអូខេនរណាមកយឺតចូលរួមអីមួយយឺតចឹងទៅយើងអាចសួរគេថាបាទហេតុអីបានជាអ្នកមកយឺតបាទហេតុអីបានជាអ្នកយឺតភាសាអង់គ្លេសនិយាយថា Why are you late Why are you late Why are you late បាទបងប្អូនអានតាមនេះបានណា Why are you late បាទ why នឹងសំដៅលើហេតុអ្វីបាទ are you បាទហេតុអីបានជាអ្នក late នេះយឺតបាទហេតុអីបានជាអ្នកយឺតបាទហេតុអីបានជាអ្នកមកយឺតអីចឹងបាទអូខេខ្ញុំសូមទោសបាទអូខេខ្ញុំសូមទោសនៅពេលដែលយើងធ្វើខុសអីមួយយើងនិយាយខ្ញុំសូមទោសបាទភាសាអង់គ្លេសនិយាយថា I am sorry I am sorry I am sorry អូខេ I am sorry ខ្ញុំសូមទោសបាទបងប្អូនអានតាមនេះបាន I am sorry បាទ I am sorry I នេះខ្ញុំបាទ am នេះគឺអីចឹងណាបាទ sorry នេះសូមទោសបាទអញ្ចឹងខ្ញុំគឺសូមទោសបាទខ្ញុំសូមទោសឆាប់ឡើងបាទឆាប់ឡើងភាសាអង់គ្លេសនិយាយថា hurry up hurry up hurry up អូខេ hurry up hurry up បាទយើងឲ្យនរណាគេឆាប់ឡើងអញ្ចឹងបាទអូខេ hurry up បាទ hurry up ហ្នឹងគឺបកប្រែថាឆាប់ឡើងបាទខ្ញុំស្មោះត្រង់នឹងអ្នកបាទអូខេខ្ញុំស្មោះត្រង់នឹងអ្នកបាទភាសាអង់គ្លេសនិយាយថា I am honest with you I am honest with you I am honest with you អូខេ I am honest with you បាទខ្ញុំស្មោះត្រង់នឹងអ្នកបាទអូខេបងប្អូនអានតាមនេះបាន I am honest with you បាទ I am honest with you បាទ I នឹងខ្ញុំបាទ am នេះគឺអីមួយចឹងបាទ honest honest នេះស្មោះត្រង់បាទ with you នឹងអ្នកបាទអូខេសូមទោសដែលខ្ញុំយឺតបាទសូមទោសដែលខ្ញុំមកយឺតអីចឹងបាទយើងតាណាមួយយឺតយើងសូមទោសគេបាទភាសាអង់គ្លេសនិយាយថា sorry I'm late sorry I'm late sorry I'm late អូខេ sorry I'm late បាទសូមទោសដែលខ្ញុំមកយឺតសូមទោសដែលខ្ញុំយឺតអីចឹងបាទបងប្អូនអាចអានតាមនេះបានបាទ sorry I'm late អូខេ sorry នឹងបកប្រែថាសូមទោសបាទ am នេះពាក្យពេញរបស់វា I am បាទខ្ញុំដែលខ្ញុំអីចឹងណាខ្ញុំគឺអីចឹងបាទ late នេះយឺតបាទ sorry I'm late បាទសូមទោសដែលខ្ញុំយឺតបាទខ្ញុំភ័យខ្លាចបាទខ្ញុំគឺភ័យខ្លាចអីចឹងបាទភាសាអង់គ្លេសនិយាយថា I am nervous I am nervous I am nervous អូខេ I am nervous បាទខ្ញុំភ័យខ្លាចបាទខ្ញុំគឺភ័យខ្លាច I នេះខ្ញុំបាទ am នេះគឺអីចឹងបាទ nervous nervous នឹងគឺភ័យខ្លាចបាទបងប្អូនអានតាមនេះបាន I am nervous អូខេ I am nervous បាទខ្ញុំភ័យខ្លាចខ្ញុំគឺមានសំណាងបាទអូខេខ្ញុំគឺមានសំណាងបាទខ្ញុំសំណាងភាសាអង់គ្លេសនិយាយថា I am lucky I am lucky I am lucky អូខេ I am lucky បាទខ្ញុំមានសំណាងខ្ញុំគឺសំណាងអីចឹងបាទអូខេ I នេះខ្ញុំបាទ am នេះគឺបាទ lucky ហ្នឹងបានថាសំណាងបាទបងប្អូនអានតាមនេះបានបាទ I am lucky អូខេ I am lucky ខ្ញុំផឹកទឹកបាទអូខេខ្ញុំផឹកទឹកភាសាអង់គ្លេសនិយាយថា I drink water I drink water I drink water អូខេ I drink water បាទខ្ញុំផឹកទឹកបងប្អូនអាចអានតាមនេះបាន I drink water បាទ I នឹងខ្ញុំបាទ drink នេះគឺផឹក water នេះគឺទឹកបាទអូខេ I drink water បាទខ្ញុំផឹកទឹកបងប្អូនដែលចង់រៀនភាសាអង់គ្លេសឆាប់ចេះនិយាយបងប្អូនអាចជាវសភៅទាំងពីរនេះទៅរៀនខ្លួនឯងបានបាទសូមអរគុណខ្ញុំមានអារម្មណ៍អត់ល្អបាទខ្ញុំមានអារម្មណ៍មិនល្អអញ្ចឹងបាទភាសាអង់គ្លេសនិយាយថា I feel bad I feel bad I feel bad អូខេ I feel bad បាទខ្ញុំមានអារម្មណ៍អត់ល្អបាទបងប្អូនអាចអានតាមនេះបាន I feel bad អូខេ I នឹងខ្ញុំបាទ feel នេះមានអារម្មណ៍មួយអញ្ចឹងបាទ bad នេះណាអត់ល្អអាក្រក់អីចឹងបាទខ្ញុំមានអារម្មណ៍ព្រួយចិត្តបាទខ្ញុំមានអារម្មណ៍ថាព្រួយចិត្តបាទភាសាអង់គ្លេសនិយាយថា I feel worried I feel worried I feel worried អូខេ I feel worried បាទខ្ញុំមានអារម្មណ៍ថាព្រួយចិត្តបាទព្រួយបារម្ភរឿងអីមួយអញ្ចឹងបាទបងប្អូនអាចអានតាមនេះបាន I feel
worried okay I feel worried បាទ I នឹងខ្ញុំបាទ feel នេះមានអារម្មណ៍មួយចឹងបាទ worried នេះបានថាព្រួយបារម្ភបាទមកពីពាក្យ worry បាទអូខេខ្ញុំត្រូវការលុយបាទខ្ញុំត្រូវការលុយភាសាអង់គ្លេសនិយាយថា I need money I need money I need money អូខេ I need money បាទខ្ញុំត្រូវការលុយបាទបងប្អូនអានតាមនេះបាន I need money អូខេ I នេះខ្ញុំបាទ need នេះគឺត្រូវការ money បាទ money នេះគឺលុយបាទខ្ញុំដាច់លុយបាទខ្ញុំដាច់លុយបាទខ្ញុំអត់លុយចាយបាទយើងអស់លុយយើងដាច់លុយអញ្ចឹងបាទអូខេយើងដាច់យ៉ៃណាបាទភាសាអង់គ្លេសនិយាយថា I am broke I am broke I am broke អូខេ I am broke បាទខ្ញុំដាច់លុយបាទខ្ញុំដាច់យ៉ៃណាបាទបងប្អូនអានតាមនេះបាន I am broke អូខេ I នេះខ្ញុំបាទ am នេះគឺបាទ broke អូខេ broke ហ្នឹងបកប្រែនៅកន្លែងនេះបានន័យថាដាច់លុយបាទដាច់យ៉ៃបាទយើងអត់មានលុយក្នុងខ្លួនបាទ I am broke បងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនិងការនិយាយភាសាអង់គ្លេសបងប្អូនអាចជាសភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណតើខ្ញុំអាចខ្ចីលុយខ្លះបានទេបាទតើខ្ញុំអាចខ្ចីលុយខ្លះបានទេនេះយើងចង់ខ្ចីលុយនរណាមួយណាបាទអូខេភាសាអង់គ្លេសនិយាយថា Can I borrow some money Can I borrow some money Can I borrow some money អូខេបងប្អូនអានតាមនេះបាន Can I borrow some money បាទ Can I borrow some money បាទតើខ្ញុំអាចខ្ចីលុយអ្នកខ្លះបានទេបាទអញ្ចឹងណាបាទ Can នេះសំដៅដល់ប្រយោគសំណួរតើអាចអីមួយអញ្ចឹងទៅបាទ I នេះខ្ញុំបាទ borrow នេះគឺខ្ចីបាទ some នេះខ្លះបាទខ្លះ money លុយបាទអញ្ចឹងតើខ្ញុំខ្ចីអាចខ្ចីលុយខ្លះបានទេបាទ Can I borrow some money ខ្ញុំទៅគេងបាទខ្ញុំទៅគេងភាសាអង់គ្លេសនិយាយថា I go to sleep I go to sleep I go to sleep អូខេ I go to sleep បាទបងប្អូនអានតាមនេះបាន I go to sleep បាទ I go to sleep ខ្ញុំទៅគេងបាទ I នេះខ្ញុំ go to បាទ go to នឹងទៅណាមួយអញ្ចឹងបាទ sleep បាទ sleep នេះគឺគេងខ្ញុំឲ្យ tip អ្នករត់តុបាទខ្ញុំឲ្យលុយ tip អ្នករត់តុណាបាទភាសាអង់គ្លេសនិយាយថា I tip the waiter I tip the waiter I tip the waiter អូខេ I tip the waiter បាទខ្ញុំឲ្យ tip អ្នករត់តុបាទបងប្អូនអានតាមនេះបាន I tip the waiter អូខេ I នេះខ្ញុំបាទ tip បាទ tip ហ្នឹងគឺសំដៅយើងឲ្យលុយ tip អីចឹងបាទ the waiter បាទពាក្យ waiter ហ្នឹងគឺអ្នករត់តុបាទអ្នកបម្រើប្រុសណាបាទរត់តុតាមហាងបាទខ្ញុំបោកសម្លៀកបំពាក់បាទខ្ញុំបោកគក់សម្លៀកបំពាក់ណាបាទភាសាអង់គ្លេសនិយាយថា I do laundry I do laundry I do laundry អូខេ I do laundry បាទខ្ញុំបោកសម្លៀកបំពាក់បាទបងប្អូនអានតាមនេះបាន I do laundry អូខេ I នេះខ្ញុំបាទ do laundry ហ្នឹងបកប្រែទាំងដុំនឹងតែម្ដងបាទបោកគក់សម្លៀកបំពាក់បាទអូខេ I do laundry បាទខ្ញុំបោកសម្លៀកបំពាក់អីចឹងទៅបាទខ្ញុំមិនដឹងទេបាទខ្ញុំមិនដឹងទេភាសាអង់គ្លេសនិយាយថា I don't know I don't know អូខេ I don't know បាទ I don't know បាទខ្ញុំមិនដឹងទេបាទនេះគេសួរអីមួយយើងហើយយើងអត់ដឹងអីចឹងទៅយើងអាចឆ្លើយ I don't know អូខេបងប្អូនអានតាមនេះបាន I don't know អូខេ I នេះខ្ញុំបាទ don't នេះគឺមិនបាទមិនអីមួយចឹងទៅបាទ don't នេះពាក្យពេញរបស់វា do not អូខេហើយ no នេះបាទ no នេះគឺដឹងបាទអូខេ I don't know បាទខ្ញុំមិនដឹងទេបាទគេសួរអីមួយយើងអត់ដឹងយើងឆ្លើយចឹងបានបាទ I don't know ខ្ញុំយល់ហើយបាទខ្ញុំយល់ហើយភាសាអង់គ្លេសនិយាយថា I understand I understand I understand អូខេ I understand បាទខ្ញុំយល់ហើយបាទបងប្អូនអានតាមនេះបានបាទ I understand អូខេ I understand បាទនៅពេលដែលគេសួរអីមួយគេបញ្យល់អីមួយហើយយើងយល់អីចឹងទៅបាទអូខេយើងអាចឆ្លើយ I understand អូខេខ្ញុំយល់ហើយបាទ I នឹងខ្ញុំ understand នេះគឺយល់បាទខ្ញុំញ៉ាំអាហារថ្ងៃត្រង់បាទខ្ញុំញ៉ាំអាហារថ្ងៃត្រង់ភាសាអង់គ្លេសនិយាយថា I eat lunch I eat lunch I eat lunch អូខេ I eat lunch បាទខ្ញុំញ៉ាំអាហារថ្ងៃត្រង់បងប្អូនអានតាមនេះបាន I eat lunch អូខេ I នេះខ្ញុំបាទ eat នេះញ៉ាំ lunch
ok lunch នឹងគឺអាហារថ្ងៃត្រង់បាទខ្ញុំងូតទឹកបាទខ្ញុំងូតទឹកភាសាអង់គ្លេសនិយាយថា I take a shower I take a shower I take a shower អូខេ I take a shower បាទខ្ញុំងូតទឹកបាទបងប្អូនអានតាមនេះបាន I take a shower អូខេ I នេះខ្ញុំបាទពាក្យ take a shower នេះយើងបកប្រែទាំងដុំនឹងតែម្ដងបាទ take a shower ហ្នឹងបកប្រែថាងូតទឹកបាទអូខេ shower ជាធម្មតាគឺគេហៅទឹកអាកន្លែងទឹកផ្កាឈូកណាបាទគេបាញ់ចេញទៅទឹកផ្កាឈូកហ្នឹងបាទហ្នឹងដល់ពេលយើងបកប្រែបែបសាមញ្ញគេថាខ្ញុំងូតទឹកអញ្ចឹងទៅបាទ take a shower ខ្ញុំមានអារម្មណ៍អត់ស្រួលខ្លួនបាទខ្ញុំមានអារម្មណ៍ថាឈឺអីចឹងបាទយើងអត់ស្រួលខ្លួនភាសាអង់គ្លេសនិយាយថា I feel sick I feel sick I feel sick អូខេ I feel sick បាទខ្ញុំមានអារម្មណ៍អត់ស្រួលខ្លួនមកមានអារម្មណ៍ថាឈឺអីចឹងបាទបងប្អូនអានតាមនេះបាន I feel sick អូខេ I នេះខ្ញុំបាទ feel បកប្រែថាមានអារម្មណ៍អីមួយអីចឹងបាទ sick នេះគឺឈឺបាទឈឺឬមួយក៏អត់ស្រួលខ្លួនបាទន័យថាអត់ស្រួលខ្លួនគឺយើងឈឺហ្នឹងឯងបាទខ្ញុំដុសធ្មេញបាទខ្ញុំដុសធ្មេញរបស់ខ្ញុំអីចឹងបាទភាសាអង់គ្លេសនិយាយថា I brush my teeth I brush my teeth I brush my teeth អូខេ I brush my teeth បាទខ្ញុំដុសធ្មេញបាទខ្ញុំដុសធ្មេញរបស់ខ្ញុំបងប្អូនអានតាមនេះបាន I brush my teeth អូខេបាទ I នេះខ្ញុំបាទ brush នេះគឺបានថាដុសបាទអូខេយើងដុសរុះអីណាបាទ brush ហ្នឹងបាទ my នេះរបស់ខ្ញុំបាទ teeth អូខេ teeth នេះគឺធ្មេញបាទអញ្ចឹងខ្ញុំដុសធ្មេញរបស់ខ្ញុំស្លៀកខោអាវបាទខ្ញុំស្លៀកសម្លៀកបំពាក់ណាបាទអូខេភាសាអង់គ្លេសនិយាយថា I get dress I get dress I get dress អូខេ I get dress បាទខ្ញុំស្លៀកសម្លៀកបំពាក់ឬមួយក៏ខ្ញុំស្លៀកខោអាវហ្នឹងហើយបាទអូខេបងប្អូនអានតាមនេះបាន I get dress អូខេ I នេះខ្ញុំបាទពាក្យ get dress អូខេ get dress ហ្នឹងទាំងពីរហ្នឹងគឺបកប្រែថាស្លៀកខោអាវស្លៀកសម្លៀកបំពាក់អីចឹងទៅបាទខ្ញុំទៅលេងឪពុកម្ដាយបាទយើងទៅលេងម៉ាក់ប៉ាណាបាទភាសាអង់គ្លេសនិយាយថា I visit my parents I visit my parents I visit my parents អូខេ I visit my parents បាទខ្ញុំទៅលេងឪពុកម្ដាយរបស់ខ្ញុំទៅលេងម៉ាក់ប៉ារបស់ខ្ញុំអញ្ចឹងណាបាទបងប្អូនអានតាមនេះបាន I visit my parents អូខេបាទ I នេះខ្ញុំបាទ visit កន្លែងនេះយើងបកប្រែថាទៅលេងបាទជាធម្មតាគេបកប្រែថាទស្សនាអញ្ចឹងបាទតែយើងប្រើក្នុងប្រយោគនេះបានថាទៅលេងអញ្ចឹងណាបាទ my parents my នេះរបស់ខ្ញុំបាទ parents ឪពុកម្ដាយអញ្ចឹងបានថាយើងបកប្រែថាខ្ញុំទៅលេងឪពុកម្ដាយរបស់ខ្ញុំឬមួយក៏ខ្ញុំទៅលេងឪពុកម្ដាយអញ្ចឹងក៏បានដែរបាទអូខេខ្ញុំរលឹកពីគេងនៅម៉ោង7ព្រឹកបាទខ្ញុំរលឹកពីគេងនៅម៉ោង7ព្រឹកបាទភ្ញាក់ពីគេងនៅម៉ោង7បាទអូខេភាសាអង់គ្លេសនិយាយថា I wake up at 7 a.m. I wake up at 7 a.m. I wake up at 7 a.m. អូខេបងប្អូនអានតាមនេះបាន I wake up at 7 a.m. អូខេ I នេះខ្ញុំបាទ wake up បាទពាក្យ wake up ហ្នឹងបានរលឹកពីគេងភ្ញាក់ពីគេងអញ្ចឹងបាទ at បាទនៅ7បាទ7 am បាទនៅម៉ោង7ព្រឹកបាទអូខេam នេះគឺសំដៅដល់ពេលព្រឹកបាទបើគេសរសេរ pm គឺសំដៅដល់ពេលថ្ងៃបាទចាប់ពីពេលថ្ងៃរសៀលទៅបាទអូខេខ្ញុំទៅដើរលេងបាទខ្ញុំទៅដើរលេងអានេះយើងទៅដើរលេងអីចឹងបាទភាសាអង់គ្លេសនិយាយថា I go for a walk I go for a walk I go for a walk អូខេ I go for a walk បាទខ្ញុំទៅដើរលេងបាទយើងដើរលេងតាមសួនតាមអីចឹងទៅបាទនិយាយថា I go for a walk អូខេបងប្អូនអានតាមនេះបាន I go for a walk អូខេ I នេះខ្ញុំបាទ go for a walk ហ្នឹងបានថាយើងដើរលេងបាទខ្ញុំធ្វើដំណើរកម្សាន្តបាទអូខេខ្ញុំធ្វើដំណើរកម្សាន្តបាទយើងទៅដើរលេងកម្សាន្តណាបាទភាសាអង់គ្លេសនិយាយថា I go for a trip I go for a trip I go for a trip អូខេ I go for a trip បាទខ្ញុំធ្វើដំណើរកម្សាន្តបាទបងប្អូនអានតាមនេះបាន I go for a trip អូខេ
ai đi nhóm bà go for a trip bà biệt tầng đông nó mà go for a trip nó mà thôi đầm nại cùng san bà từ đài cùng san đây chẳng là bà trip đi biệt trip nó banana ở đầm nại cùng san đây chẳng là bà nhóm từ mờ con bà ok nhóm từ mờ con phải sang lấy đi thá I go to see a movie I go to see a movie I go to see a movie okay I go to see a movie bà nhóm từ mờ con bà nhóm từ mờ rương từ mờ con đó bà ông quan an tâm đi bán I go to see a movie okay ai đi nhóm bà go go to ní bà từ mơ từ ai mui chẳng bà go to see nó từ mơ là ai mui chẳng từ bà a movie bà a movie ní rương bộ này ta rương rồi một con này chẳng tới dừng anh vậy thật con bà này go to see a movieบางคนจ้องเรียนหรือว่าแตะโตเป็นประโยคในการในใจพิจารณาเลยบางคนอาจจะอยู่สเปนนี่อยู่แต่เรียนกลุ่มไอ้บ้านบ่าบางคนอาจจะโตตามระยะเลยเทเลกราฟหรือมือก็เฟซบุ๊กเพจบอกยมบ้านบ่าสมกุลยมนึกเนี่ยบ่าโอเคยมนึกเนี่ยพิจารณาเลย I miss you I miss you I miss you โอเค I miss you บ่ายมนึกเนี่ยนี่ยังไออ่านตามในบ้านบ่า I miss you โอเค I นี่ยม miss นี่นึกบ่า you นี่เนี่ยโอเคยังអាចបកប្រែម្យ៉ាងទៀតថាបងនឹកអូនក៏បានដែរបាទខ្ញុំនឹកអ្នកឬមួយក៏បងនឹកអូនអូននឹកបងបាទយើងអាចប្រើអញ្ចឹងបានដូចគ្នាបាទ I miss you តោះយើងមករៀនប្រយោគភាសាអង់គ្លេសខ្ញុំមិនអាចរស់ដោយគ្មានអ្នកឡើយបាទនិយាយថាម៉េចបាទយើងមើលនេះខ្ញុំមិនអាចរស់ដោយគ្មានអ្នកឡើយបាទ I can't live without you I can't live without you I can't live without you okay I can't live without you បាទខ្ញុំមិនអាចរស់ដោយគ្មានអ្នកឡើយបងប្អូនអាចអានតាមនេះបាន I can't live without you បាទអូខេ I can't បាទខ្ញុំមិនអាចបាទអាពាក្យនេះពាក្យពេញរបស់វាគឺ cannot បាទនេះយើងសេកាត់ទៅណា I can't បាទ I cannot live បាទ live នេះរស់នៅបាទអូខេថ្ងៃថារស់បាទ without នេះដោយគ្មានបាទដោយគ្មាន you អ្នកបាទអញ្ចឹងខ្ញុំមិនអាចរស់នៅដោយគ្មានអ្នកឡើយបាទ I can't live without you បាទខ្ញុំឆ្លងផ្លូវបាទខ្ញុំដើរឆ្លងផ្លូវបាទឆ្លងកាត់ផ្លូវអូខេភាសាអង់គ្លេសនិយាយថា I cross the road I cross the road I cross the road អូខេ I cross the road បាទខ្ញុំឆ្លងផ្លូវបាទខ្ញុំដើរឆ្លងផ្លូវខ្ញុំឆ្លងកាត់ផ្លូវបងប្អូនអានតាមនេះបាន I cross the road អូខេ I នេះខ្ញុំបាទ cross នេះឆ្លងកាត់អីមួយបាទ the road បាទ road នេះផ្លូវបាទបត់ឆ្វេងបាទបត់ឆ្វេងភាសាអង់គ្លេសនិយាយថា turn left turn left turn left អូខេ turn left បាទបត់ឆ្វេងបាទបងប្អូនអានតាមនេះបាន turn left អូខេបាទ turn left នេះបកប្រែទាំងពីរហ្នឹងហ្មងពាក្យហ្នឹងបាទ turn left ហ្នឹងគឺបត់ឆ្វេងបាទឧទាហរណ៍យើងអានេះយើងអ្នកណាមួយស៊ូផ្លូវយើងឲ្យគេ turn left បាទបត់ទៅឆ្វេងអញ្ចឹងទៅបាទ turn left អូខេបងប្អូនដែលចង់រៀនភាសាអង់គ្លេសឆាប់ចេះនិយាយបងប្អូនអាចជាវឈុតសភៅនេះទៅរៀនខ្លួនឯងបានបាទសូមអរគុណបត់ស្ដាំបាទបត់ស្ដាំអូខេគេស៊ូផ្លូវអញ្ចឹងទៅយើងប្រាប់គេឲ្យបត់ស្ដាំអីចឹងណាបាទអូខេភាសាអង់គ្លេសនិយាយថា turn right turn right turn right អូខេ turn right បាទបត់ស្ដាំបងប្អូនអាននេះបានបាទ turn right អូខេពាក្យទាំងពីរហ្នឹងហ្មងគឺយើងបកប្រែថាបត់ស្ដាំបាទ turn right អូខេផ្លូវត្រូវទៅស្ដាំអីចឹងទៅយើងប្រាប់ឲ្យគេទៅស្ដាំ turn right ទៅត្រង់បាទទៅត្រង់នេះយើងប្រាប់ផ្លូវគេស៊ូផ្លូវស៊ូទិសដៅអញ្ចឹងទៅបាទយើងផ្លូវត្រូវទៅត្រង់យើងប្រាប់គេទៅត្រង់បាទភាសាអង់គ្លេសនិយាយថា go straight go straight go straight អូខេ go straight បាទទៅត្រង់បាទអូខេបងប្អូនអានតាមនេះបាទ go straight បាទ go straight បាទបកប្រែទាំងពីរហ្នឹងហ្មងគឺទៅត្រង់បាទទៅត្រង់ញ៉ាំឲ្យលឿនបាទញ៉ាំឲ្យលឿននេះយើងទឿនគេឲ្យញ៉ាំឲ្យលឿនណាបាទញ៉ាំឲ្យរហ័សណាបាទអូខេភាសាអង់គ្លេសនិយាយថា eat faster eat faster eat faster អូខេ eat faster បាទញ៉ាំឲ្យលឿនបាទយើងប្រាប់ក្មេងៗអញ្ចឹងណាយើងប្រាប់កូនយើងប្រាប់ក្មេងៗបាទ eat faster បាទញ៉ាំឲ្យលឿនបាទនេះបងប្អូនអានតាមនេះបាន eat faster អូខេ eat នេះញ៉ាំបាទ faster នេះបានថាឲ្យលឿនឲ្យរហ័សបាទ
ផឹកទឹកដោះគោរបស់អ្នកបាទផឹកទឹកដោះគោរបស់អ្នកបាទយើងប្រាប់ក្មេងៗបាទប្រាប់កូនៗអញ្ចឹងបាទផឹកទឹកដោះគោរបស់អ្នកបាទភាសាអង់គ្លេសនិយាយថា drink your milk drink your milk drink your milk អូខេ drink your milk បាទផឹកទឹកដោះគោរបស់អ្នកបាទបងប្អូនអានតាមនេះបាន drink your milk អូខេបាទ drink នេះគឺផឹក your របស់អ្នកបាទ milk នេះទឹកដោះគោខ្ញុំទិញកាហ្វេបាទខ្ញុំទិញកាហ្វេភាសាអង់គ្លេសនិយាយថា I buy coffee I buy coffee I buy coffee អូខេបងប្អូនអានតាមនេះបាន I buy coffee អូខេ I នេះខ្ញុំបាទ buy នេះទិញ coffee បាទ coffee នេះគឺកាហ្វេបាទកាហ្វេយើងញ៉ាំណាបាទ I buy coffee បាទខ្ញុំទិញកាហ្វេបាទតើបន្ទប់ទឹកនៅឯណាបាទតើបន្ទប់ទឹកនៅឯណាភាសាអង់គ្លេសនិយាយថា Where is the restroom Where is the restroom Where is the restroom អូខេបងប្អូនអានតាមនេះបានបាទ Where is the restroom បាទអូខេ where នេះសំដៅដល់ប្រយោគសំណួរតើឯណាមួយអញ្ចឹងណាបាទ is គឺបាទ the restroom បាទ restroom នេះបន្ទប់ទឹកបាទតើបន្ទប់ទឹកនៅឯណាបាទតើបន្ទប់ទឹកនៅឯណាអូខេកុំអស់សង្ឃឹមបាទកុំអស់សង្ឃឹមអូខេយើងនិយាយលើកទឹកចិត្តគេឬមួយក៏លើកទឹកចិត្តខ្លួនឯងអញ្ចឹងបាទភាសាអង់គ្លេស don't lose hope don't lose hope don't lose hope អូខេ don't lose hope បាទកុំអស់សង្ឃឹមបាទបងប្អូនអានតាមនេះបាទ don't lose hope អូខេ don't នេះកុំបាទកុំពាក្យពេញរបស់វា do not តែយើងនេះខ្លីបាទពាក្យកាត់ don't lose នេះបានថាបាត់អីមួយអញ្ចឹងបាទតែដោយសារមានពាក្យ hope នេះសង្ឃឹម lose hope ហ្នឹងថាអស់សង្ឃឹមអីចឹងទៅដល់ពេលយើងដាក់ don't ពីមុខចឹងទៅកុំអស់សង្ឃឹមបាទ don't lose hope ខ្ញុំរៀនភាសាអង់គ្លេសបាទខ្ញុំរៀនភាសាអង់គ្លេសបាទភាសាអង់គ្លេស I learn English I learn English I learn English អូខេ I learn English បាទខ្ញុំរៀនភាសាអង់គ្លេសបាទបងប្អូនអានតាមនេះ I learn English អូខេ I នេះខ្ញុំបាទ learn រៀន English នេះគឺភាសាអង់គ្លេសបាទអ្នកនឹងខ្លាយជាអ្នកមានបាទអ្នកនឹងខ្លាយជាអ្នកមានភាសាអង់គ្លេស you will be rich you will be rich you will be rich អូខេ you will be rich បាទអ្នកនឹងខ្លាយជាអ្នកមានបាទបងប្អូនអានតាមនេះបាទ you will be rich អូខេបាទ you នេះអ្នកបាទ will នេះនឹង be rich បាទ be rich នឹង rich បកប្រែថាមានបាទយើងអាចនិយាយថានឹងខ្លាយជាអ្នកមានអញ្ចឹងទៅបាទ you will be rich អ្នកនឹងខ្លាយជាអ្នកមានបាទបងប្អូនចង់រៀនលម្អិតតាក់ទងពីប្រយោគនិងការនិយាយភាសាអង់គ្លេសបងប្អូនអាចជាសភៅនេះយកទៅរៀនខ្លួនឯងបានបាទបងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ឬមួយក៏ Facebook Page របស់ខ្ញុំបានបាទសូមអរគុណកុំប៉ះវាបាទកុំប៉ះវាភាសាអង់គ្លេសនិយាយថា don't touch it don't touch it don't touch it អូខេ don't touch it បាទកុំប៉ះវាបាទបងប្អូនអានតាមនេះបាន don't touch it អូខេបាទ don't នេះបកប្រែថាកុំបាទ touch នេះប៉ះបាទអូខេ it នេះវាបាទបានថាយើងហាមកុំឲ្យគេប៉ះអីមួយអញ្ចឹងបាទ don't touch it ឈប់គិតច្រើនបាទឈប់គិតច្រើនយើងឲ្យដំបូងមានគេណាបាទអូខេភាសាអង់គ្លេសនិយាយថា stop overthinking stop overthinking stop overthinking អូខេ stop overthinking បាទឈប់គិតច្រើនបាទយើងប្រាប់គេកុំឲ្យគិតច្រើនណាបាទបងប្អូនអានតាមនេះបាន stop overthinking បាទ stop overthinking បាទ stop នេះបកប្រែថាឈប់បាទអូខេ overthinking បាទ overthink បាទ overthink នោះបានថាគិតលើសលប់ណាបាទគិតច្រើនគិតជ្រុលពេកអីចឹងបាទអញ្ចឹងយើងកុំឲ្យគិតច្រើនពេកបាទ stop overthinking ខ្ញុំជាប់រវល់បាទខ្ញុំជាប់រវល់យើងរវល់ណាបាទភាសាអង់គ្លេសនិយាយថា I am busy I am busy I am busy អូខេ I am busy បាទខ្ញុំជាប់រវល់បាទអូខេបងប្អូនអានតាមនេះបាទ I am busy អូខេ I នេះខ្ញុំបាទ am បាទគឺបាទ busy នេះជាប់រវល់បាទអញ្ចឹងខ្ញុំ
ជាប់រវល់បាទអូខេខ្ញុំចូលចិត្តទីកន្លែងនេះបាទខ្ញុំចូលចិត្តទីកន្លែងនេះភាសាអង់គ្លេសនិយាយថា I like this place I like this place I like this place អូខេ I like this place បាទខ្ញុំចូលចិត្តទីកន្លែងនេះបាទអូខេបងប្អូនអានតាមនេះបាន I like this place អូខេ I នេះខ្ញុំបាទ like នេះចូលចិត្តបាទ this នេះបាទនេះ place នេះទីកន្លែងបាទទីតាំងទីកន្លែងអញ្ចឹងបាទ this place ហ្នឹងមកទីកន្លែងនេះបាទខ្ញុំត្រូវការសម្រាកបាទខ្ញុំត្រូវការសម្រាកអូខេភាសាអង់គ្លេសនិយាយថា I need to rest I need to rest I need to rest អូខេ I need to rest បាទខ្ញុំត្រូវការសម្រាកបាទបងប្អូនអានតាមនេះបាន I need to rest អូខេ I នេះខ្ញុំបាទ need បាទ need ហ្នឹងគឺត្រូវការបាទត្រូវការ rest អូខេ rest នេះសម្រាកបាទសម្រាកបានថាយើងហត់នឿយអញ្ចឹងទៅយើងត្រូវការសម្រាកត្រូវការដំណេកខ្នងដេកឬមួយក៏អង្គុយសម្រាកអីចឹងបាទ I need to rest សូមបិទទ្វារបាទសូមបិទទ្វារយើងឲ្យគេបិទទ្វារណាបាទភាសាអង់គ្លេសនិយាយថា please close the door please close the door please close the door អូខេ please close the door បាទសូមបិទទ្វារបាទបងប្អូនអានតាមនេះបានបាទ please close the door អូខេបាទ please នេះសំដៅដល់សូមបាទយើងអាចនិយាយថាពាក្យគូសំណាសូម please close បាទពាក្យ close នេះបិទបាទអូខេ the door នេះ door ហ្នឹងគឺទ្វារបាទអូខេអញ្ចឹង please close the door បាទសូមបិទទ្វារបងប្អូនដែលចង់រៀនភាសាអង់គ្លេសឆាប់ចេះនិយាយបងប្អូនអាចជាវឈុតសភៅនេះទៅរៀនខ្លួនឯងបានបាទសូមអរគុណខ្ញុំជឿជាក់លើខ្លួនឯងបាទខ្ញុំជឿជាក់លើខ្លួនឯងមកភាសាអង់គ្លេសនិយាយថា I believe in myself I believe in myself I believe in myself អូខេ I believe in myself បាទខ្ញុំជឿជាក់លើខ្លួនឯងបាទបងប្អូនអានតាមនេះបានបាទ I believe in myself អូខេ I នេះខ្ញុំបាទ believe បាទ believe នឹងជឿជាក់បាទជឿជាក់ believe in បាទជឿជាក់លើអីមួយអញ្ចឹងបាទ myself បាទ myself នេះគឺខ្លួនយើងបាទខ្លួនយើងណាខ្លួនរបស់ខ្ញុំបាទនិយាយថាខ្លួនឯងបាទ